ក្រោយហើយនឹងឈុតដែលបង្ហាញពីអារម្មណ៍ក្រេវក្រោតរបស់ខ្លួនតែម្ដងក្រេវក្រោតខុសទំនងណាបងចាដោយថាជឿពាក្យអ្នកដតីជាងជឿអ្នកដែលនៅចិត្តខ្លួនយើងចាទាំងទី1ទី2ទៀតដូចថាមានឈុតដែលបង្ហាញពីមនោចេតនាផ្ទាល់ខ្លួនចាដែលពិបាកចិត្តតែម្នាក់ឯងដឹងខ្លួនខុសហើយបែរជាខាងដៃគូរបស់យើងដូចថាសង្សាររបស់យើងមិនព្រមអនុគ្រោះដោយសារយើងទៅសុខចិត្តទទួលកំហុសនិងសុំទោសគេគ្រប់បែបយ៉ាងហើយនៅតែគេមិនព្រមអនុគ្រោះឲ្យយើងទៀតយើងឈឺចិត្តម្នាក់ឯងតែម្ដងចានៅពេលហ្នឹងគឺយើងផ្ដោតអារម្មណ៍របស់យើងប្រមូលអារម្មណ៍របស់យើងសម្ដែងទៅតាមការអ្វីដែលយើងចង់បានទៅតាមចិត្តយើងបន្តមកតម្រូវទៅតាមអ្នកដឹកនាំរឿងចាហ្នឹងគឺជាឈុតដែលយើងពេញចិត្តចាបន្តមកគឺរឿងចៅពោះកេងកងចារឿងចៅពោះកេងកងចំណុចកន្លែងណាដែលលក្ខណៈគិតថាខុសពីក្នុងរឿងអ្នកទោសដួងចិត្តហើយចំណុចកន្លែងណាដែលធ្វើឲ្យយើងពេញចិត្តនៅក្នុងការសម្ដែងនៃស្នាដៃរបស់យើងបើសិនជានៅក្នុងរឿងចៅពោះកេងកងនោះគឺជារឿងមួយដែលនាងខ្ញុំបានបង្ហាញពីសមត្ថភាពក្នុងការហ៊ានលះបង់របស់នាងខ្ញុំតែម្ដងក្នុងរឿងអ្នកទោសដួងចិត្តនោះគឺនាងខ្ញុំបានបង្ហាញឲ្យការសម្ដែងឲ្យអស់ពីក្នុងបេះដូងរបស់យើងតែចំពោះរឿងចៅពោះកេងកងគឺយើងបានបង្ហាញពីការសម្ដែងចេញអស់ពីសមត្ថភាពនឹងការហ៊ានលះបង់ដើម្បីសិល្បៈដើម្បីឲ្យខ្សែភាពយន្តនេះបញ្ចាំងទៅទទួលការគាំទ្រការលះបង់ហ្នឹងគឺបានន័យថាការលះបង់ជាមួយនឹងរាងកាយរបស់យើងទោះបីយើងទទួលការគ្រោះថ្នាក់យ៉ាងម៉េចក៏ដោយក៏យើងអត់ខ្វល់អត់ខ្វល់ទេបងធម្មតាការថតខ្សែភាពយន្តនៅបរទេសបើសិនជាក្នុងឈុតមួយទទួលនៅការគ្រោះថ្នាក់ដូចជាឈុតដែលប្រថុយនឹងដូចជាឈុតតួស្រីឬក៏តួប្រុសនឹងធ្លាក់ពីលើដើមឈើឬក៏ត្រូវបើកម៉ូតូនឹងបុកជាមួយឡានបាក់គ្នាជាមួយឡាននឹងគឺថាសិតតែមានអ្នកជំនួសទាំងអស់ចាមានតួជំនួសដែលយើងជាតួឯកនឹងគឺមិនសំដែងដោយផ្ទាល់ទេគេត្រូវរកតួម្នាក់ទៀតដែលមានរូបរាងប្រហាក់ប្រហែលយើងមកសំដែងជំនួសយើងចាប៉ុន្តែចំពោះនាងខ្ញុំគឺនាងខ្ញុំសំដែងដោយខ្លួនឯងតែម្ដងដូចជានៅក្នុងរឿងចៅពោះកេងកងអញ្ចឹងមានឈុតមួយដែលត្រូវឲ្យនាងខ្ញុំធ្លាក់ទៅលើភ្នំចារមៀលធ្លាក់ទៅលើភ្នំឬក៏ត្រូវឈុតខាងតួប្រុសនោះដេញកាប់ចាទាត់ធាក់ឲ្យនាងខ្ញុំធ្លាក់ទៅលើទីខ្ពស់ឬក៏បោចសក់ចាគ្រប់បែបយ៉ាងនៅក្នុងឈុតដែលគេហៅថាឈុតភ័យរន្ធត់និងឈុតគ្រោះថ្នាក់នឹងខ្ញុំសម្ដែងនៅខ្លួនឯងតែម្ដងចាតាមដែលបងទស្សនានៅក្នុងរឿងចៅពោះកេងកងបងឃើញនៅក្នុងឈុតមួយដែលលក្ខណៈបានរត់គេចពីស្វាមីរបស់ខ្លួនឯងចាដែលគាត់បានដេញកាប់ជើងរត់កាត់តាមទឹកតាមអូតិចតាមអូហើយមានផ្ទាំងថ្មហ្នឹងឃើញការដូចជាការរត់មែនតែនចាហើយដោយនៅក្នុងនោះឃើញដូចជាទទួលនៅសភាពទទួលការគ្រោះថ្នាក់ទៀតចាគឺត្រង់ឈុតហ្នឹងគឺទទួលការគ្រោះថ្នាក់ច្រើនតែម្ដងបងពីព្រោះអីក្នុងបើសិនយើងទស្សនានៅខ្សែភាពយន្តក្នុងឈុតហ្នឹងគឺមានរយៈពេលតែប្រហែលជា3នាទីទេប៉ុន្តែចំពោះការផលិតវិញគឺរយៈពេល3ថ្ងៃក្នុងការសម្ដែងមួយឈុតកន្លែងហ្នឹងចាត្រង់ក្នុងឈុតហ្នឹងចាដែលយើងបញ្ចាំងកាត់តបញ្ចូលរូបភាពទៅយើងបញ្ចាំងរយៈពេល3នាទីនេះគឺត្រូវការចំណាយពេលថតហើយរយៈពេល3ថ្ងៃចាមានកន្លែងណាទៀតរន្ធត់នៅក្នុងរឿងចៅពោះកេងកងបន្ទាប់ពីឈុតដែលយើងរត់ពីស្វាមីដែលដេញកាប់យើងនោះហើយចាបន្ទាប់ពីឈុតហ្នឹងដែលយើងគិតថាឈុតមួយដែលយើងហ៊ានលះបង់ហើយនឹងសមនឹងទឹកចិត្តយើងគិតថាសម្ដែងបានល្អចាការពិតទៅនៅក្នុងឈុតហ្នឹងក៏នាងខ្ញុំមានការរអៀសចិត្តមួយប្លង់ដែរប៉ុន្តែដោយសារទីមួយមានការអស់កម្លាំងហត់នឿយហើយអារម្មណ៍យើងបែកឆ្វេងចាគិតទៅផ្លូវផ្សេងគឺតាំងអារម្មណ៍អត់បានល្អសម្ដែងអត់បានដល់ចំណុចមួយដែលខ្ញុំគិតថាចង់បានហើយអ្នកដឹកនាំរឿងក៏គាត់ថាមិនសូវជាល្អដែរប៉ុន្តែយើងអាចទទួលយកបានគាត់អាចទទួលយកបានដោយសារគាត់ឃើញនឹងខ្ញុំនឹងមានអាការៈហេវហត់អស់កម្លាំងខ្លាំងពេកហើយណាមួយរយៈពេល3ថ្ងៃហើយដែលនាងខ្ញុំខិតខំសម្ដែងឈុតអស់ហ្នឹងអញ្ចឹងទៅអ្វីដែលមានចំណុចខ្វះខាតបន្តិចបន្តួចគាត់អាចអនុគ្រោះឲ្យបានចាប៉ុន្តែសម្រាប់ចិត្តនាងខ្ញុំវិញខ្ញុំចង់សម្ដែងម្ដងទៀតប៉ុន្តែដោយសារពេលវេលារបស់យើងសមត្ថភាពជាងនឹងទៀតចាដោយសារពេលវេលារបស់យើងដូចថាមានរយៈពេលខ្លីចាព្រោះយើងត្រូវខែទៅឆ្ងាយផងអញ្ចឹងទៅបើសិនជាតួអង្គផ្សេងចាំតែយើងសម្ដែងម្នាក់ដែលយើងសម្ដែងខុសចឹងក៏មិនអាចទទួលយកបានដែរចាថតមកយកទៅភ្លឺទេនៅនិយាយចំបងចាប់ពីព្រឹកដល់ល្ងាចហើយពីចាប់ដើមថ្ងៃលិចរហូតដល់ភ្លឺចាពីថ្ងៃលិចរហូតដល់ភ្លឺចាប៉ុន្តែសម្រាប់នាងខ្ញុំត្រង់ឈុតត្រូវប្តីដេញកាប់ហ្នឹងខ្ញុំថតត្រឹមតែថ្ងៃអស់ពលឺទេពីព្រោះអីចាត់ទុកកម្លាំងឲ្យយើងសម្រាប់ដើម្បីចាប់ដើមថតព្រឹកស្អែកឡើងទៀតបើសិនជាមួយថ្ងៃ
និយាយចាំ24ម៉ោងឲ្យខ្ញុំសម្ដែងរហូតគឺអត់អាចសម្ដែងបានទេបងពីព្រោះអីការសម្ដែងតាក់ទងទៅនឹងកម្លាំងបន្ទាប់មកអារម្មណ៍របស់យើងចាកាលណាអារម្មណ៍របស់យើងអត់មូលទោះបីកម្លាំងយើងគ្រប់ចាអារម្មណ៍អត់មូលចាហើយការសម្ដែងរបស់យើងក៏មានកម្រិតទៅតាមនឹងដែរចាបន្តមកទៀតនៅក្នុងរឿងមុនមាយាចាមុនមាយាហ្នឹងគឺសម្ដែងនៅក្នុងចំណុចបែបយ៉ាងណាដែរមុនមាយានេះគឺបានផ្លាស់ប្ដូរចរិតផ្សេងតែម្ដងបងចាពីនារីកំសត់មកជានារីម្នាក់ព្រួយក្នុងរឿងចៅពុនខ្ញុំសម្ដែងជាតួនារីម្នាក់ដែលមានមនោចេតនាច្រើនចាដល់ពេលក្នុងរឿងមុនមាយាសម្ដែងជាតួម្នាក់ដែលមានចរិតឆ្មើងចាឆ្នះប៉ុន្តែមិនកាចចាអញ្ចឹងអត្តចរិតផ្លាស់ប្ដូររហូតខ្ញុំពិបាកក្នុងការរិះរកវិធីក្នុងការសម្ដែងក្នុងការទទួលថតរឿងមួយខ្ញុំគិតទៅបងខ្ញុំយកច្បាប់នៃរឿងបងចាខ្ញុំចាប់ដើមយកសាច់រឿងមកអានហើយខ្ញុំសម្ដែងទៅខ្លួនឯងមុនខ្ញុំបញ្ចូលអារម្មណ៍មុនត្រៀមចូលដល់ការថតអញ្ចឹងខ្ញុំបើសិនខ្ញុំគិតថាការសម្ដែងនឹងការនេះខ្ញុំសាក់លបងនេះបើសិនទទួលបានបឋមមួយដែលនេះខ្ញុំពេញចិត្តទៅនេះខ្ញុំអាចទទួលយកមកថតបានចាអញ្ចឹងខ្ញុំត្រូវរិះរកវិធីសម្ដែងផ្សេងដែលខុសពីចរិតមុនអញ្ចឹងទៅក៏ជារឿងមួយដែលធ្វើឲ្យយើងនឹងមានការពិបាកទៀតហើយចឹងក៏ជារឿងមួយដែលធ្វើយើងពេញចិត្តដែរចាក៏ជារឿងធ្វើឲ្យយើងពេញចិត្តដែរព្រោះថានៅក្នុងរឿងមុនមាយានោះក៏មានតួអង្គច្រើនដូចជាមានលក្ខណៈដូចជាមាននាងសីមុចកញ្ញាដាញ់ម៉ូនីកាមានតួអង្គ3រូបដែលសម្ដែងនៅក្នុងរឿងចាមុនមាយានោះចាដូច្នេះគឺធ្វើឲ្យយើងពិបាកដូចលក្ខណៈបានមានប្រសាសន៍អំបញ្ញមិញធ្វើឲ្យយើងពិបាកនៅក្នុងការសម្ដែងចាគ្រប់រឿងតែអាម៉ានដែរលក្ខណៈបានរៀបរាប់ជូនដល់ទស្សនិកជននេះរឿងមួយណាដែលធ្វើឲ្យយើងពេញចិត្តនៅក្នុងការសម្ដែងរបស់យើងខ្លាំងជាងគេចំពោះការសម្ដែងខ្ញុំពេញចិត្តក្នុងរឿងចៅពូគីងកងជាងគេបងពីព្រោះអីក្នុងរឿងនេះខ្ញុំបានបូកបញ្ចូលទាំងអស់នៅក្នុងការសម្ដែងទាំងអារម្មណ៍មនោសញ្ចេតនាផុសចេញពីកៅបេះដូងរបស់យើងតែម្ដងចាហើយទី2ទៀតគឺថាយើងបានសម្ដែងហ៊ានបូជាអ្វីៗគ្រប់បែបយ៉ាងដើម្បីក្នុងការសម្ដែងនឹងដើម្បីខ្សែភាពយន្តនឹងដើម្បីសិល្បៈនឹងតែម្ដងចាចឹងបានសេចក្តីថាអាចរៀបរាប់បានទេជាមួយនៅក្នុងរឿងចៅពូគីងកងនោះអ្វីដែលយើងទទួលការគ្រោះថ្នាក់ខ្លាំងជាងគេគ្រោះថ្នាក់អ្វីខ្លះដែរទៅនៅក្នុងរឿងចៅពូគីងកងដែលយើងពេញចិត្តចាមានច្រើនបងនៅក្នុងការឈុតគ្រោះថ្នាក់ដែលយើងទទួលរងគឺពេលដែលយើងលួចរត់ទៅរៀបការជាមួយនឹងបរិះដែលយើងពេញចិត្តដោយឪពុកម្ដាយមិនពេញចិត្តនោះធ្វើឲ្យឪពុកនឹងខឹងអញ្ចឹងគាត់យកយើងមកវាយធ្វើបាបតែម្ដងដោយកំហឹងរបស់គាត់ខ្មាស់គេចាអញ្ចឹងត្រូវការយកនេះខ្ញុំទៅចងឆ្កាងហើយវាយនឹងខ្សែតីហើយដោយការវាយនោះមិនមែនជាការឆ្នៃប្រឌិតទេគឺជាការវាយនឹងខ្សែតីមែនតើអញ្ចឹងត្រូវការទៀមទានៅអារម្មណ៍មួយពេលនោះគឺថាយើងទទួលនឹងការឈឺចាប់ផ្លូវកាយហើយឈឺចាប់ផ្លូវចិត្តហ្នឹងគឺมันបង្ហាញឲ្យឪពុកនឹងដឹងថាយើងឈឺចិត្តនឹងការវាយហ្នឹងទេគឺយើងឈឺចិត្តនឹងឪពុកនៅតែបង្ខំយើងទោះជាយើងបានខ្លាយខ្លួនជាស្វាមីនឹងភរិយាក៏ដោយចាគឺអារម្មណ៍ពេលនេះពិបាកសម្ដែងទេបងចាយើងទទួលរងនឹងការវាយឈឺផ្លូវកាយប៉ុន្តែយើងទឹកមុខយើងមិនឈឺផ្លូវកាយទេទឹកមុខយើងគឺឈឺផ្លូវចិត្តវិញតែម្ដងចាសូមអរគុណជាមួយនឹងការរៀបរាប់នៅក្នុងសាច់រឿងទាំងអាម៉ានចាដូចដែរលោកអ្នកបានឃើញនៅឈុតខ្លីៗដែលយើងបានបង្ហាញជូននៅក្នុងគ្រប់រឿងទាំងអស់ដែលយើងបានបង្ហាញចាត់កន្លែងចំណោះនីមួយនេះឈុតនីមួយដែលយើងបានបូកចូលគ្នាកន្លែងណាដែលធ្វើឲ្យចន់លក្ខណៈគាត់មានការពេញចិត្តនៅក្នុងសាច់រឿងនោះហើយកន្លែងឈុតកន្លែងណាដែលសំខាន់ព្រោះថាការសម្ដែងគាត់នីមួយចាបើសិនជាយើងមើលទៅតាមរយៈកញ្ចក់ទូរទស្សន៍ចាយើងឃើញថាការសម្ដែងគឺងាយស្រួលប៉ុន្តែបើសិនជាយើងមកជួបជាមួយនឹងតួអង្គនៃផ្ទាល់ការសម្ដែងគឺទទួលការពិបាកចាបន្ទាប់ពីរឿងនោះគឺរឿងចុងក្រោយគឺមុនវិជាដែលយើងបានសម្ដែងបន្ទាប់មកក៏វិស័យសិល្បៈរបស់យើងក៏ចេះតែបោះជំហានតទៅមុខរហូតមកដល់សប្តាហ៍ថ្ងៃនេះហើយក៏បានឥឡូវនេះក៏ខ្លាយទៅជាពិធីការនីមួយនៅក្នុងកម្មវិធីដែលដឹកនាំរបស់ដោយលោកផៃសំអាងចាកម្មវិធីអ្វីខ្លះដែរទេចាមានកម្មវិធីកំណប់អារម្មណ៍ចាហើយនឹងមានកម្មវិធីសង្កេតតារាបងចាកម្មវិធីកំណត់អារម្មណ៍សង្កេតតារាចាវិស័យសិល្បៈមកដល់ពេលឥឡូវគឺរយៈពេលចំនួនជិត12ឆ្នាំទៅហើយចាឃើញថាទទួលការជោគជ័យយ៉ាងច្រើន
ចាជោគជ័យជាលំដាប់ ចាតាមលំដាប់និយាយរួមជោគជ័យទៅតាមវ័យរបស់យើងចាហើយជោគជ័យទៅតាមការវិវត្តរបស់យើងទៅទៀតហើយជោគជ័យទៅតាមការខិតខំប្រឹងប្រែងរបស់យើងមួយវិញទៀតអ្វីដែលពិសេសជាងគេគឺជោគជ័យជាមួយនឹងការសម្ដែងរបស់ខ្លួនទៅលើទ្រទស្សនិកជនបន្ទាប់ពីគាត់បានទស្សនាហើយគាត់ឲ្យតម្លៃខាងផ្នែកវិស័យសិល្បៈហើយក៏គាត់ឲ្យតម្លៃទៅលើតួអង្គនីមួយៗដែលគាត់ពេញចិត្តនៅរាល់ការសម្ដែងរបស់ពួកគាត់ទាំងអស់គ្នាមិនថាអញ្ចឹងចាបើសិនជាមានពួកគាត់ទាំងអស់គ្នាទេចាការសម្ដែងរបស់យើងក៏យើងមិនមានកម្លាំងចិត្តរហូតមកដល់សប្តាហ៍នេះដែរចានិយាយទៅគឺថាការសម្ដែងរបស់យើងអាចឈានមកដល់កម្រិតនេះបានក៏ដោយសារខ្លួនយើងខិតខំប្រឹងប្រែងដោយខ្លួនយើងផងនិងមានការជួយបង្ហាត់ពីដឹកនាំរឿងផងចាបូកផ្សំជាមួយនឹងបងប្អូនទេសនិកជនដែលតែងតែបានទស្សនាការសម្ដែងរបស់យើងនឹងគាត់ផ្ដល់ជាមតិរិះគន់និងផ្ដល់ជាមតិសរសើរដើម្បីផ្ដល់ជាមេរៀនមួយឲ្យយើងកាន់តែមានការវិវត្តខ្លួននិងរិះរកនៅអ្វីៗដែលប្លែកដើម្បីបង្កើនសមត្ថភាពខ្លួនយើងចាសូមអរគុណចាជាមួយនឹងពេលវេលាកម្មវិធីប៉ុស្តិ៍21ដែលលោកអ្នកបានទទួលស្ដាប់អំពីជីវប្រវត្តិរបស់អ្នកនាងចន្ទចាន់លក្ខណៈតាំងពីដើមរហូតដល់ចប់ចានៅក្នុងពេលនេះលោកអ្នកបានទទួលស្ដាប់រួចមកហើយនេះគឺជាប្រសាសន៍ពិតគឺជាសាច់រឿងពិតដែលអ្នកនាងចន្ទចាន់លក្ខណៈបានចូលរួមនៅក្នុងកម្មវិធីរបស់នាងខ្ញុំបានរៀបរាប់អំពីចាប់វិធីនៃសិល្បៈរបស់នាងដែលនាងបានចូលប្រឡូកតាំងពីវ័យអាយុតាំងរៀននៅបឋមសិក្សារហូតមកដល់ពេលឥឡូវនេះហើយសាច់រឿងនៅមានបន្តទៀតមិនដែរចឹងសូមអរគុណដល់អ្នកឧបត្ថម្ភកម្មវិធីភាពស្រស់ស្អាតរបស់គេហដ្ឋានការិយាល័យសន្តាគារសួនច្បារគឺជាឯកទេសរបស់ក្រុមហ៊ុនតុបតែងមីងវុយបង្កើតភាពស្រស់ស្អាតសម្រាប់ជីវិតមករបស់អ្នកមានមុនយ៉ាងនេះក៏គ្មានបញ្ហាដែរដោយសារពេលនេះយើងមានឱសថ Agna Care Mega We Care ដើម្បីបង្ហាញពីបច្ចេកវិទ្យាទំនើបទាន់សម័យពីអ្នកជំនាញចុះពីសហរដ្ឋអាមេរិកនៅផ្កាយប្រាក់មានម៉ាស៊ីន IPL ព្យាបាលមុខសរសៃក្រហមព្យាបាលមុខជាំពិសេសបាញ់ IPL បំបត្តិជ្រួញបំបត្តិរោមដែលមិនពេញចិត្តបានយ៉ាងស័ក្តិសិទ្ធិធានា 100% ទំនាក់ទំនងផ្កាយប្រាក់ផ្ទះលេខ A22 ផ្សារដេប៉ូទូរស័ព្ទ012 99 2000 016 66 2000ចាសាច់រឿងរបស់អ្នកនាងចន្ទចាន់លក្ខណៈអំពីជីវប្រវត្តិរបស់នាងចាសូមបញ្ចប់នៅក្នុងសប្តាហ៍នេះហើយជាចុងក្រោយមានអ្វីដើម្បីជាការផ្ដាំផ្ញើចាចុងក្រោយខ្ញុំសូមអរគុណចំពោះចាបងផងដែរក៏ជាកម្មវិធី CTN ប៉ុស្តិ៍លេខ21ដែលបានផ្ដល់កិត្តិយសឲ្យខ្ញុំមកបកស្រាយពីប្រវត្តិកាលពីក្មេងរហូតដល់ឥឡូវនេះនឹងពីបង្ហាញពីការសម្ដែងនិងពីអារម្មណ៍របស់នាងខ្ញុំចាហើយក៏សូមអរគុណចំពោះដល់បណ្ដាមិត្តភ័ក្តិដែលតែងតែគាំទ្រនិងជួយជំរុញទឹកចិត្តក្នុងការឲ្យនាងខ្ញុំចូលប្រឡូកក្នុងវិស័យសិល្បៈចាក៏ដូចជាអរគុណដល់បណ្ដាប្រតិកម្មនានាដែលបានផ្ដល់ថាឱកាសឲ្យនាងខ្ញុំបានចូលសម្ដែងនឹងតាមអ្នកដឹកនាំរឿងចាដូចជាលោកនុកសម្បត្តិនិងភរិយារបស់គាត់ចាដែលតែងតែផ្ដល់មេរៀនល្អៗដល់នាងខ្ញុំតាំងតែពីដើមរហូតក្នុងការរិះរកកលឹះក្នុងការសម្ដែងចាហើយក៏ដូចជាលោកផៃសំអាងផងដែរដែលបានបង្ហាត់បង្រៀនបច្ចេកទេសថ្មីក្នុងការសម្ដែងរបស់នាងខ្ញុំក្នុងរយៈពេល3-4 ឆ្នាំចុងក្រោយនេះឲ្យនាងខ្ញុំមានបច្ចេកទេសថ្មីក្នុងការសម្ដែងនិងការធ្វើពិធីការនេះផងចាហើយក៏អរគុណដល់បងប្អូនទេសនិកជនផងដែរដែលតែងតែគាំទ្រការសម្ដែងរបស់នាងខ្ញុំកន្លងមកចាអរគុណចំពោះវត្តមានចន្ទចាន់លក្ខណៈដែលបានមកចូលរួមនៅក្នុងកម្មវិធីរបស់បងកម្មវិធី CTN 21នៅក្នុងថ្ងៃនេះចាហើយក៏អរគុណដល់ដូចថាក្រុមគ្រួសារនេះខ្ញុំតែម្ដងចាលោកឪពុកអ្នកម្ដាយខ្ញុំនិងបងប្អូនខ្ញុំដែលតាំងតែពីនាងខ្ញុំចូលប្រឡូកក្នុងវិស័យសិល្បៈរហូតដល់ឥឡូវនេះគឺគាត់ផ្ដល់ការលើកទឹកចិត្តនិងផ្ដល់ឲ្យនាងខ្ញុំសប្បាយចិត្តរហូតកាលណាសប្បាយចិត្តទៅការសម្ដែងរបស់យើងក៏វាហត់តាមនឹងដែរចានៅក្នុងសប្ដាហ៍ក្រោយចានាងខ្ញុំនឹងអញ្ជើញលោកយុត្តរាឆានីមកចូលរួមនៅក្នុងកម្មវិធីចា CTN ប៉ុស្តិ៍21របស់នាងខ្ញុំដើម្បីសាកសួរអំពីជីវប្រវត្តិចាខាងផ្នែកវិស័យសិល្បៈរបស់គាត់ថាតាយ៉ាងណាកុំភ្លេចរងចាំទស្សនាតាមរយៈកម្មវិធីរបស់នាងខ្ញុំចា CTN ប៉ុស្តិ៍21តាមពេលវេលានឹងម៉ោងដដែលចានៅក្នុងពេលនេះយើងខ្ញុំទាំងពីរនាក់សូមអរគុណនិងសូមគោរពលា